Ok,អញ្ចឹងយើងមកនិយាយពីសំណួរបន្តនៅក្នុងមេរៀនអង្គសរ spam គឺយើងរំលឹកអំពីពពួករុក្ខជាតិដែលយើងដឹងថារុក្ខជាតិអង្គសរ spam ចែកចេញជាពីរថ្នាក់គឺថ្នាក់ monocotyledon និងថ្នាក់ dicotyledon អញ្ចឹងថ្នាក់ monocotyledon ហ្នឹងគឺមាន cotyledon មួយហើយលក្ខណៈសម្គាល់របស់ monocotyledon ហ្នឹងគឺមាន5រុក្ខជាតិ monocotyledon គឺជារុក្ខជាតិដែលមានគ្រាប់មានកូទីលេដុងតែមួយបាទស្លឹករបស់វាជាស្លឹកវែងតំណងស្របគ្នាបាទហើយបាច់កសែនាំនៅក្នុងដើមរបស់វានឹងគឺរាយប៉ាយពេញដើមទាំងអស់ហើយផ្ការបស់វាគឺមានតែ3ស្រទាប់ឬមេគុណ3ហើយឫសរបស់វាគឺជាឫសស្ញែអញ្ចឹងរុក្ខជាតិ monocotyledon ហ្នឹងគឺរុក្ខជាតិអីគេខ្លះអញ្ចឹងរកឲ្យបាន5មើលអញ្ចឹងទី1ដូចជាពោតបាទពោតហ្នឹងគឺជារុក្ខជាតិ monocotyledon ហើយស្រូវបាទស្រូវក៏ជា monocotyledon ដែរអំពៅក៏ mono ដែរអឺស្លាក៏ដើមស្លាក៏ណាស្លាផ្លែស្លាហ្នឹងហ្នឹងហើយ mono ដូងបាទដូងក៏ជា monocotyledon ដែរឥឡូវយើងនិយាយពី dicotyledon វិញម្ដងចឹង dicotyledon គឺជារុក្ខជាតិដែលមានកូទីលេដុង2លក្ខណៈសម្គាល់ក៏មាន5ដូចគ្នាបាទអញ្ចឹងទី1គឺគ្រាប់ដែលមានកូទីលេដុង2ខ្លែបបាទមានស្លឹកតំណងវាបែកខ្នែងអូខេដើមនៅក្នុងដើមបាច់កសែនាំរៀបជារង្វង់បាទផ្កាវាមាន4ទៅ5ស្រទាប់ឬមេគុណ4 5ហើយឫសរបស់វាគឺជាឫសកែវអញ្ចឹងរុក្ខជាតិ dicotyledon នឹងមានអីគេខ្លះបាទអញ្ចឹងរុក្ខជាតិ dicotyledon មានដូចជាតបែកមានដូចជាខ្នុរមានដូចជាធូរ៉េនបាទមានដូចជាផ្លែមៀនដើមមៀនណាអូខេអញ្ចឹងប្រភេទរុក្ខជាតិ dicotyledon ឲ្យតែយើងឃើញស្លឹកវាបែកខ្នែងហ្នឹងមង្ឃុតអីហ្នឹងបាទមង្ឃុតបាទអញ្ចឹងក៏ជារុក្ខជាតិ dicotyledon ដែរបាទដូចជាដើមប្រមាត់ខ្លាឃ្មុំបាទស្លឹកវាបែកខ្នែងដែរណាបាទអញ្ចឹងមានច្រើនអញ្ចឹងយើងអាចរកមើលលក្ខណៈដើមណាដែលមានស្លឹកទំនងបែកខ្នែងអាហ្នឹងហើយពពួករុក្ខជាតិ dicotyledon ហ្នឹងណា